បាទនេះ ពុកម៉ែបងប្អូនខ្ញុំមកដើររកផ្កាអូគីដេពុកម៉ែបងប្អូនបាទដែលដុះនៅតាមដើមត្នោតពុកម៉ែបងប្អូនបាទអញ្ចឹងខាងខ្ញុំមានពុកម៉ែបងប្អូនបាទតែពីមុនមកខ្ញុំអត់ដឹងដល់អត់ដឹងគេកាត់យកអស់ពុកម៉ែបងប្អូនបាទនេះដើមត្នោតមួយនេះក៏មានដែរហើយកាត់មែននេះណាពុកម៉ែបងប្អូនបាទគេលះយកទាំងដើមទាំងផ្កាទៅទាំងអស់ខ្ញុំអត់ដឹងពុកម៉ែបងប្អូនបាទនេះពីមុនដើមត្នោតហ្នឹងសម្បូរខ្ញុំឃើញផ្កាពណ៌លឿងជាងអូខេដេគឺផ្កាពណ៌លឿងពុកម៉ែបងប្អូនបាទឥឡូវគេលះយកអស់នេះពុកម៉ែបងប្អូនបាទអញ្ចឹងនៅតែដើមនេះខ្ញុំអត់ស្គាល់ដែរតែដឹងដើមអីបើផ្កាអូខេដេគេលះយកបាត់ហើយពុកម៉ែបងប្អូនអញ្ចឹងបើខាងពុកម៉ែបងប្អូនមានផ្កាហ្នឹងគេទិញពុកម៉ែបងប្អូនបាទតែខ្ញុំគេឲ្យខ្ញុំសួរបើមានគេឲ្យខ្ញុំសួរហើយពុកម៉ែបងប្អូនតាក់ទងមកខ្ញុំនឹងឲ្យលេខទៅពុកម៉ែបងប្អូនបាទថ្លៃផ្កាហ្នឹងហើយថ្លៃពុកម៉ែបងប្អូនបាទឮគេថាថ្លៃតែដឹងប្រមាណគេអត់ទាន់បញ្ជាក់តម្លៃឲ្យខ្ញុំទេតែខ្ញុំដើររកពីមុនខ្ញុំឃើញជិះម៉ូតូនេះតាមផ្លូវនេះពុកម៉ែបងប្អូនបាទផ្លូវហ្នឹងខ្ញុំឃើញដើមហ្នឹងមានច្រើនហើយផ្កាពណ៌លឿងកម្រណាស់គឺផ្កាហ្នឹងពុកម៉ែបងប្អូនបាទហើយនឹងពណ៌ស្វាយចំពណ៌ស្វាយសុទ្ធនិងពណ៌លឿងសុទ្ធពុកម៉ែបងប្អូនបាទគឺត្រូវការហើយខ្ញុំពីមុនខ្ញុំឃើញផ្កាបើគេត្រូវការខ្លាំងជាងគេគឺផ្កាពណ៌លឿងពុកម៉ែបងប្អូនបាទពណ៌ស្វាយគេត្រូវការដែរតែតម្លៃវាថោកអត់ដូចផ្កាពណ៌លឿងពុកម៉ែបងប្អូនផ្កាពណ៌លឿងហើយមួយបែបទៀតដូចជាពណ៌ក្រហមហ្នឹងពុកម៉ែបងប្អូនបាទហើយជាត្រូវការពីរហ្នឹងខ្លាំងជាងគេលឿងហើយនឹងក្រហមអញ្ចឹងខ្ញុំមកដើររកលើកមុនមានពុកម៉ែបងប្អូនឥឡូវគេលះយកអស់ហើយជាងខ្ញុំមកដើររកបង្ហាញជូនពុកម៉ែបងប្អូនទស្សនាដើមវាពុកម៉ែបងប្អូនបាទនោះទៅនោះមានដែរតែវានៅក្នុងទឹកក្នុងស្រូវអញ្ចឹងខ្ញុំបង្ហាញដើមត្រង់នេះពុកម៉ែបងប្អូនអញ្ចឹងបើមានផ្កាពណ៌លឿងចំសេះពណ៌លឿងចំខ្ញុំធ្វើជាវីដេអូជូនពុកម៉ែបងប្អូនទស្សនាផ្កាវាពុកម៉ែបងប្អូនបាទអញ្ចឹងបើមានផ្កាពណ៌លឿងចំពុកម៉ែបងប្អូនយកមកមិនខុសទេហើយតាក់ទងតាមឆាតខ្ញុំវីដេអូខ្ញុំក៏បានដែរពុកម៉ែបងប្អូនបាទនេះពុកម៉ែបងប្អូនខ្ញុំបង្ហាញអញ្ចឹងវាមានផ្កាវាមានច្រើនពណ៌ពុកម៉ែបងប្អូនបាទតែគាត់ថាមានផ្កាគេត្រូវការនិងផ្កាគេអត់ត្រូវការពុកម៉ែបងប្អូនបាទអញ្ចឹងចាំបន្តិចខ្ញុំដើររកជូនពុកម៉ែបងប្អូនទស្សនាក្នុងនោះសិស្សស្រូវសិស្សទឹកពុកម៉ែបងប្អូនមិនបាទដើរទៅទៀតអញ្ចឹងខ្ញុំទៅមើលតាមលោកក៏លោកមានពុកម៉ែបងប្អូនផ្លូវគេមើលគោពុកម៉ែបងប្អូនគោស្មើនឹងគេដេញទៅផ្ទះវិញពុកម៉ែបងប្អូនបាទអញ្ចឹងគោមាននៅភូមិចាស់ហ្នឹងហើយព្រោះលិចទឹកគេធ្វើស្រូវអស់ហើយមាននៅភូមិចាស់ខាងខ្ញុំហ្នឹងដែលគោឲ្យស៊ីបានស្មើនឹងដូចអាប់ពុកម៉ែបងប្អូនបាទល្ងាចពេកពុកម៉ែបងប្អូនបាទនេះពុកម៉ែបងប្អូនបាទឃើញពុកម៉ែបងប្អូនបាទនេះទៅវិញហ៎នេះថតផ្កានេះឲ្យគេមើលតិចគេរកដើមនេះពុកនេះពុកម៉ែបងប្អូនបាទនេះដើមវាបាទហ្នឹងអូគីដេបាទនេះដើមវាពុកម៉ែបងប្អូនបាទនេះអូគីដេខ្ញុំស៊ូមមកជិតតិចមកខ្ញុំដើមវាអញ្ចឹងខាងហ្នឹងអត់សូវច្បាស់ពុកម៉ែបងប្អូនបាទពេលល្ងាចពេកថតខាងនេះពុកម៉ែបងប្អូនបាទខ្ញុំគឺរកដើមនេះពុកម៉ែបងប្អូន
នេះបងប្អូនមកដើមវាមកដើមវាអញ្ចឹងសន្លឹកអញ្ចឹងវានៅដើរតាមដើមថ្នោតទេបងប្អូនមកនេះមកមានផ្កាពណ៌លឿងបងប្អូនមកតាក់ទងមកថ្លៃគេគិតជាគីឡូបងប្អូនមកនឹងដើមវាអញ្ចឹងចឹងពុកម៉ែបងប្អូនមកមានដើមហ្នឹងហើយឲ្យតែផ្កាពណ៌លឿងពុកម៉ែបងប្អូនមកគេត្រូវការចឹងអាចតាក់ទងតាមវីដេអូខ្ញុំបានពុកម៉ែបងប្អូនបាទចឹងឲ្យតែមានដើមចឹងពុកម៉ែបងប្អូនបាទនឹងគេហៅ OVD តែយកតែផ្កាពណ៌លឿងហើយនឹងក្រហមទេពុកម៉ែបងប្អូនបាទចឹងពណ៌ស្វាយវាឬគេថាគេយកដែរតែវាតម្លៃថោកពុកម៉ែបងប្អូនបាទព្រោះផ្កាពណ៌លឿងគឺថ្លៃចឹងក្នុងមួយដុំនេះមានបើនិយាយទៅប៉ុណ្ណឹងក៏ចូល2គីឡូដែរបងប្អូនហើយ1គីឡូវាបែបចូលខ្ទង់100បងប្អូនបាទចឹងឲ្យតែមានផ្កាពណ៌ហ្នឹងចឹងពីមុនខ្ញុំមានតែខ្ញុំអត់ដឹងបងប្អូនអត់ដឹងគេដឹងគេមកកាត់យកអស់ដល់សួរគេថាគេយកធ្វើថ្នាំថាក៏ពិតគឺមែនទេបងប្អូនគឺយកទៅដាំលំអតាមស្ថាគារឬមួយក៏តាមគ្លីនិកអីចឹងទៅបងប្អូនបាទហើយគេយកទៅលំអហើយវាថ្លៃដើមមកហ្នឹងបងប្អូនបាទបើមានដូចដែលវីដេអូខ្ញុំធ្វើជូនពុកម៉ែបងប្អូនទស្សនានេះពុកម៉ែបងប្អូនបាទតាក់ទងមកតាមវីដេអូខ្ញុំក៏បានឬមួយក៏តាមឆាតខ្ញុំក៏បានដែរពុកម៉ែបងប្អូនបាទអញ្ចឹងគេឲ្យខ្ញុំរយខ្ញុំអត់សូវមានពេលពុកម៉ែបងប្អូនព្រោះធ្វើការរោងចក្រអញ្ចឹងមានតែមកធ្វើវីដេអូជូនពុកម៉ែបងប្អូនទស្សនាហើយឲ្យពុកម៉ែបងប្អូនរកពុកម៉ែបងប្អូនបាទរកបានពុកម៉ែបងប្អូនឆាតប្រាប់ខ្ញុំឬមួយក៏ផ្ញើខមមិនតាមវីដេអូមកខ្ញុំក៏បានដែរពុកម៉ែបងប្អូនបាទខ្ញុំទៅស្មើនឹងរៀបល្ងាចពុកម៉ែបងប្អូនបានមេឃល្ងាចមែនតើអញ្ចឹងហើយណាមួយកាមេរ៉ាខ្ញុំអត់សូវច្បាស់ទេមុខម៉ែបងប្អូនបាទសូមអភ័យទោសផងនេះពុកម៉ែបងប្អូនបាទអញ្ចឹងខ្ញុំមកខាងហ្នឹងដើម្បីរកជូនពុកម៉ែបងប្អូនទស្សនាបាទមកពីណាចឹងមានដើមមានច្រើនពុកម៉ែបងប្អូនបាទប្រហែលជាខាងពុកម៉ែបងប្អូនក៏មានដែរតែមកពុកម៉ែបងប្អូនខ្លះគាត់មិនសូវដឹងបានអញ្ចឹងខ្ញុំប្រាប់ពុកម៉ែបងប្អូនជាដំណឹងបាទអញ្ចឹងពុកម៉ែបងប្អូនរកមកបើឃើញដើមហ្នឹងពុកម៉ែបងប្អូនយកមកបាទគឺមើលក៏ខផ្ញើសារតាមឆាតខ្ញុំឬមួយក៏ខមមិនមកតាមវីដេអូហ្នឹងក៏បានដែរពុកម៉ែបងប្អូនបាទអញ្ចឹងនៅក្នុងមានច្រើនតែខ្ញុំអត់និយាយទៅខ្ញុំអត់សូវហ៊ានចូលព្រៃភូមិចាស់វាស្ងាត់ពេកហើយម៉ោង7:05មកពុកម៉ែបងប្អូនបាទ4:75អីចឹងខ្ញុំអត់ចូលទេព្រៃវាជ្រៅអញ្ចឹងគឺខ្ញុំឡាយទៅតាមផ្លូវជូនពុកម៉ែបងប្អូនទស្សនាបន្តិចហត់តាមផ្លូវបាទធ្វើជាវីដេអូជូនពុកម៉ែបងប្អូនទស្សនាពីដើមហ្នឹងហើយនៅមានដើមអីច្រើនទៀតដែលគេត្រូវការពុកម៉ែបងប្អូនបាទតែគាត់ណាតម្លៃវាខុសគ្នាអញ្ចឹងណាពុកម៉ែបងប្អូនបាទវាមានថ្លៃមានថោកបាទជាមួយខ្ញុំទៅមុខទៅមើលខាងមុខទៀតពុកម៉ែបងប្អូនណាទៅមុខខ្ញុំទៅក្រោយខ្ញុំទៅក្រោយវិញថតជូនពុកម៉ែបងប្អូនទស្សនាមានដើមនឹងទៀតតែវាអត់ទាន់ចេញផ្កាទេពុកម៉ែបងប្អូនមកខែហ្នឹងនិយាយទៅខែលំហើយហើយជាមួយខែទៀតមួយខែកន្លះទៀតពុកម៉ែបងប្អូនបាទវានឹងចេញផ្កាហើយចាំវាចេញផ្កាបានយើងដឹងពុកម៉ែបងប្អូនថាវាផ្កាពណ៌អីចឹងណាព្រោះឥឡូវវាអត់ទាន់ចេញផ្កាចឹងយើងអត់ដឹងទេពុកម៉ែបងប្អូនបាទឆ្នាំតែមិញខ្ញុំឃើញមកដើមដែរពុកម៉ែបងប្អូនតែគេកាប់យកអស់ពុកម៉ែបងប្អូនដឹងដំណឹងមកស្គាល់គាត់ថាយកមកឲ្យតែមានពេលប្រាំគាត់ចង់ទៅទិញនៅកន្លែងពុកម៉ែបងប្អូនហើយកាប់ព្រាមផ្លឹងព្រាមពុកម៉ែបងប្អូនគេអត់ទុកឲ្យយើងចាំយូរទេហើយគិតលុយឲ្យគេពុកម៉ែបងប្អូនបើមានដើមហ្នឹងឬឃើញផ្កាពណ៌លឿងហ្នឹងតាមខ្ញុំមកពុកម៉ែបងប្អូន
តាមនេះcũngមានដែរពុកម៉ែបងប្អូនដែលឥឡូវអស់ហើយអាចកាត់អស់ព្រោះដើមឲ្យតាឃើញពីលឿនគេដឹងមុនអញ្ចឹងពុកម៉ែបងប្អូនបាទធម្មតាតែគេដឹងមុនយើងដឹងក្រោយគេកាត់យកអស់តែខាងខ្ញុំនេះគេយកអស់ខាងពុកម៉ែបងប្អូនគីឡូគេអត់ទាន់ដឹងទេពុកម៉ែបងប្អូនបានដឹងបើឃើញពុកម៉ែបងប្អូនកាត់មកប្រាប់ក៏ប្រាប់ខ្ញុំមកខ្ញុំនឹងទៅពុកម៉ែបងប្អូនអានេះមកដើមទៀតពុកម៉ែអត់ជូនពុកម៉ែបងប្អូនទស្សនាពុកម៉ែបងប្អូនដើមតែខ្ញុំនឹងមិននឹងសិក្សាពណ៌អីពុកម៉ែបងប្អូននេះពុកម៉ែបងប្អូននេះនេះពុកម៉ែបងប្អូនបាទអូពីដេនៅតាមដើមថ្នោតទេពុកម៉ែបងប្អូនបាទនេះបាទនេះខ្ញុំស៊ូមមកចិត្តតិចនោះបាទហ្នឹងគឺវាតោងនៅដើមថ្នោតទេពុកម៉ែបងប្អូនបាទដើមវាគឺអញ្ចឹងពុកម៉ែបងប្អូនឃើញឬមានផ្កាពណ៌លឿងពុកម៉ែបងប្អូនបាទខមមិនឬមួយក៏ឆាតមកតាមអស់ញ៉ាសារតាមឆាតខ្ញុំមកហើយនឹងក៏តាមខមមិនតាមវីដេអូខ្ញុំមកពុកម៉ែបងប្អូនបាទឲ្យតែមានផ្កាពណ៌លឿងសុទ្ធគឺជាត្រូវការឲ្យថ្លៃពុកម៉ែបងប្អូនបាទ1គីឡូប្រហែលជាខ្ទង់100ពុកម៉ែបងប្អូនបាទ$100មាន100លុយខ្មែរយើងពុកម៉ែបងប្អូនបាទពួកគាត់ប្រាប់ខ្ញុំអញ្ចឹងដើមវាគឺអញ្ចឹងពុកម៉ែបងប្អូនបាទហើយវានៅតែតាមដើមថ្នោតឬមួយក៏ដើមស្វាយអញ្ចឹងទេពុកម៉ែបងប្អូនបាទតាមដើមស្វាយយើងធំធំក៏មានដែរហើយនឹងដើមថ្នោតអញ្ចឹងគឺច្រើនតែនៅដើមថ្នោតជិះវាមានផ្កាច្រើនបែបច្រើនយ៉ាងពុកម៉ែបងប្អូនបាទមានផ្កាសផ្កាស្វាយលាយលឿងតិចតិចហើយនឹងផ្កាពណ៌ក្រហមលាយពណ៌ស្វាយអីចឹងទៅអាហ្នឹងគេអត់ត្រូវការទីពុកម៉ែបងប្អូនបាទគេយកតែលឿងសុទ្ធនិងក្រហមសុទ្ធអាហ្នឹងគេត្រូវការពុកម៉ែបងប្អូនបាទអញ្ចឹងពុកម៉ែបងប្អូនឃើញហើយដើមវាគឺអញ្ចឹងទស្សនាទៅពុកម៉ែបងប្អូនបាទឃើញផ្កាពណ៌លឿងឬពណ៌ក្រហមពុកម៉ែបងប្អូនបាទញ៉ាឆាតឬមួយខមមិនតាមវីដេអូខ្ញុំបាទវីដេអូវាមានអញ្ចឹងតាមដើមថ្នោតសម្បូរណាអូដេពុកម៉ែបងប្អូនគឺទៅគាត់នៅតែតាមដើមថ្នោតទេហើយឬដើមស្វាយធំធំឃើញធ្លាប់នៅដើមស្វាយដែរពុកម៉ែបងប្អូនដើមស្វាយក៏ខ្ញុំឃើញថាផ្កាពណ៌ក្រហមស្មានថាផ្កាស្អីវល្លិអីខ្ញុំអត់ដឹងពុកម៉ែបងប្អូនដល់ពេលដឹងទៅមើលចប់ពីតាមបន្តិចទៅខាងខ្ញុំនេះល្បីលឿនពុកម៉ែបងប្អូនរឿងអីអត់សូវបានដឹងមុខគេច្រើនតែព្រោះគេដល់គេរកអស់ហ្នឹងទៅបានដឹងដល់ពេលដឹងពូបាទពុកម៉ែបងប្អូនជំនុំបងប្អូនឃើញតាមវីដេអូខ្ញុំហ្នឹងរកទៅពុកម៉ែបងប្អូននិយាយទៅខែ12ខែ1ហ្នឹងគឺការពុកម៉ែបងប្អូនខែ11 12ខែ1លាក់ខ្យល់ទៅជើងគឺមានការចឹងធ្វើក្នុងខែរដូវភ្លៀងគឺអត់ការទេពុកម៉ែបងប្អូនការតែខែលំហើយលាក់ខ្យល់ជើងគឺតានេះតាមពីសត្វមានពុកម៉ែបងប្អូនដល់លើតាមយកអស់នេះពីមុនមាននៅជាមួយលឹកខ្ញុំឃើញដល់លើអស់ពុកម៉ែឲ្យតែតាសុតគេយកអស់ចឹងខ្ញុំអត់ទាន់គេទេហើយនិយាយទៅខ្ញុំជាប់ធ្វើការរោងចក្រផងពុកម៉ែបងប្អូនអញ្ចឹងវីដេអូក៏មានប៉ុណ្ណឹងពុកម៉ែបងប្អូនបើមានកំហុសខុសឆ្គងពីសម្ដីតាណាក៏លោកមានការជ្រួតជ្រាបសូមតាមពីពុកម៉ែបងប្អូនចាំជួបគ្នាវីដេអូក្រោយទៀតអរគុណច្រើនជំរាបលា